ដែលចិនហើយនៅតៃវ៉ាន់ប្រើខុសគ្នា Hello សួស្តីអ្នកទាំងគ្នាខ្ញុំគឺជាសិស្សដែលកំពុងតែរៀននៅតៃវ៉ាន់នឹងហើយថ្ងៃនេះខ្ញុំនឹងមកបរៀនអ្នកទាំងគ្នា5ពាក្យដែលនៅចិនហើយនៅតៃវ៉ាន់ប្រើខុសគ្នាទី1គឺបាយប្រអប់ដែលនៅតៃវ៉ាន់គេនិយាយថាពៀនតាងចិនគេនិយាយថាឆានហឺពាក្យទី2គឺឡានឈ្នួលតាក់ស៊ីដែលនៅតៃវ៉ាន់គេនិយាយថាជីឆឹងឈើគេប្រើថាឈូជូឈើពាក្យទី3សម្រាមដែលនៅតៃវ៉ាន់គេប្រើថាលើសនៅចិនគេប្រើថាឡាជីហើយនឹងពាក្យទី4គឺរថភ្លើងដែលតៃវ៉ាន់គេប្រើថាជាអ៊ុនចិនគេប្រើថាទីធាពាក្យទី5គឺម៉ូតូគេប្រើថាជីឈើទៅចិនគេប្រើថាម៉ូថូឈើចឹង5ពាក្យដែលនៅតៃវ៉ាន់ហើយនឹងចិនហ្នឹងមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចង់ចេះពាក្យអីផ្សេងទៀតកុំភ្លេច like វីដេអូរបស់ខ្ញុំផងនៅវីដេអូក្រោយខ្ញុំនឹងបរៀនពាក្យអីផ្សេងទៀតបាយ